មកបង្ហាញពីការជួសជុល iPad ឲ្យបងមើលមួយអានេះខ្ញុំថតកាត់ទៅណាបងមកជាក់ស្ដែងយើងកោះជាមកឃើញថា iPad ធ្លាប់ធ្វើម្ដងតែមិនសិនដល់ធ្វើទេតែកន្លែង speaker នោះគេបិទស្គុតអញញ៉ៃបងមកតោះឥឡូវយើងមកប្រាប់បងពីការឆ្លងវាណាជាទូទៅមិនសិនវាឆ្លងពី3ប្រភេទមានអាខ្លះកឹបមកវាឆ្លងលោតតម្លៃលើហ្នឹងឲ្យយើងដឹងហ្មងថាវាឆ្លងហ្មងតែមួយទៀតអាម៉ាស៊ីននេះដល់យើងបើកវាឆ្លងនេះវឹប50 200ហ្មងអាហ្នឹងវាបញ្ហាពាក់ព័ន្ធជាមួយម៉ាស៊ីនបើម៉ាស៊ីនអត់បញ្ហាយើងចុចបើកវាឡើងតាមតំណវាឡើង20 50 100អត់មានពុប20 50 200ហ្មងទេអានេះគឺវាបញ្ហាអញ្ចឹងណានេះបងមើលបើកម្ដងទៀតចុចមកប៉ឹកមកទៀតបងមើលណាផ្លឹបបាទខែ80 200ហ្មងអាហ្នឹងវាបញ្ហាតាក់ទងជាមួយនឹងប្រព័ន្ធសាករបស់វាបងបាទហើយម៉ាស៊ីន iPad ម្ដងនេះអត់អាចចូលជាងទេបាទយើងវាស់វែងទៅឃើញថាវាឆ្លងលើ IC នេះមកគ្រាប់បាទអត់ទាន់ចប់ណានេះ IC ឆ្លងអាហ្នឹងយើងលើកវាចេញទុកមកបាទលើកវាចេញច្រឡំទុកយកបោះចោលទៅបាទហ្នឹងវាខូចហើយតែថតយើងយកទុកវាដើម្បីទុកថតហ្នឹងនេះបាទតោះឥឡូវយើងទៅរកបោះចាប់សាច់ដើម្បីលើកយក IC កន្លែងហ្នឹងណាត្រង់ចំណុចហ្នឹងយកផ្លាស់ប្ដូរនេះឃើញថាអានេះតំណងបាទអត់ទាន់តំណងទេទុកសិនបាទមើលអាហេងតំណងនេះអានេះ11 2020ទេនេះតំណងជាងគេបាទយើងយកពីអាហ្នឹងមកបាទនេះត្រង់ចំណុចហ្នឹងណាបងបាទ IC មកគ្រាប់ហ្នឹងបាទនោះយើងទៅដាក់វាមកបាទយើងផ្លុំលើកវាចេញមកបដោះជើងឡើងវិញយើងតម្លាក់ចុះអានោះគឺអត់តស៊ីលុយទេនៅឆ្លងមួយតង់ទៀតបាទម៉ាស៊ីននេះឆ្លង2តង់បងបាទហើយខូចទាំងគូសាកទៀតដោយសារបើគាត់ប្រើយូរឆ្នាំអញ្ចឹងណាបាទនេះយើងទៅការជូតឲ្យអស់ជាស្រល់មកយើងទៅការបដោះជើងសណថ្មីនេះយើងយកជើងសណអត់ទាន់ជ្រាយបៀកពីលើមកបន្តទៀតយើងប្រើកដៅផ្លុំវាណាឲ្យវាឡើងខំបញ្ចូលជើងជាមួយនឹងបាត IC ណានេះផ្លឹបហើយណាបងគេវាចេញវាហើយឆ្លំចេញបាទតោះឥឡូវយើងដាក់ស្រល់ខំឲ្យវាជើងវាមូកតាញ់ល្អអញ្ចឹងណាឥឡូវកតាញ់ហើយយើងទៅការផ្លុំតម្លាក់ចូលបតរបស់អតិជនបាទយើងលើក IC ខូចចេញយើងដាក់ IC ល្អចូលបាទផ្លុំរហូតមកឲ្យវាដល់កដៅគឺវាខំចូលអាបាតម៉ាស៊ីននេះអញ្ចឹងណាបងបាទឥឡូវហើយណានៅមួយតង់ទៀតវាបញ្ហាតាក់ទងជាមួយនឹង IC សាអាទូចមកគ្រាប់ទៀតបាទនិយាយរួមខូច2តង់គាត់ទៅលើម៉ាស៊ីនណាអាហ្នឹងញ័របង្ហាញខ្ញុំភ្លេចថតអញ្ចឹងថតដាច់បាទខ្ញុំថតបញ្ជាក់ឲ្យបងមើលអញ្ចឹងណានេះ IC ដែលខូចបាទយើងលើកទុកហើយបាទអានោះ IC ល្អយើងធៀមតម្លាក់ចូលអញ្ចឹងណានេះហើយណាបងបាទជាមួយខ្ញុំចុចបើកឲ្យបងមើលម្ដងទៀតណាពេលម៉ាស៊ីនដែលយើងធ្វើហើយនេះបងឃើញទេវាឡើងដំណើរការតាមតំណវាវិញណា60 100អញ្ចឹងមានន័យថាម៉ាស៊ីនហ្នឹងវាលេងបញ្ហាហើយបាទយើងស៊ីលុយទៅប៉ុណ្ណឹងបាទមុនហ្នឹងមកពឹក80 200ហ្មងអញ្ចឹងវាបញ្ហាទៅលើពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនវាណាឥឡូវយើងធ្វើដែរហើយមានមួយជំងឺទៀតវាឆ្លងជាទូទៅបើម៉ាស៊ីនអត់ឆ្លងវាឡើង00របៀបនេះតែមានម៉ាស៊ីនមួយប្រភេទទៀតវាអាចនឹងឆ្លងឡើងតម្លៃយើងមើលបងវាឆ្លង1ឆ្លង2ឆ្លង3ឆ្លង4ឆ្លង5ឆ្លង6រហូតដល់1000ជាងអញ្ចឹងណាវាមានតាមឆ្លងតាមសេរីតាមម៉ាកវាតែនេះដល់យើងបើកបើវាឆ្លងអញ្ចឹងវាពាក់ព័ន្ធមួយប្រព័ន្ធសាកហើយប្រវត្តិ iPad របស់គាត់ក៏ប្រាប់ណាបើ lock វាគឺសាកអត់ចូលទេតែបើចុចបើកសាកចូលទៅណាតែឥឡូវចង់ lock ក៏បានបើកក៏បានសាកចូលសេរីដោយសារតែយើងជួសជុលទៅលើផ្នែកម៉ាស៊ីនហើយណាបងបាទអញ្ចឹងស្រោបងណាមាន iPad ប្រើបាទមានបញ្ហាពាក់ព័ន្ធជាមួយនឹងខូច iPad អីតំណែងមកជួសជុលបានបាទ IC 2គ្រាប់នេះជាមួយនឹងជើងសាកមួយទៀតជើងសាកគាត់ប្រើយូរទាំងវាដាច់ពុកស្នឹមតិចអស់ហើយអញ្ចឹងយើងរែដូរជើងសាកថ្មីបាទនេះបងឃើញទេបាទដាច់ពាក់កណ្ដាលនេះជើងសហ្នឹងទូចិត្តគ្នាហ្នឹងដាច់ហីបាទតែប៉ុណ្្នឹងបងអញ្ចឹងមានបញ្ហា iPad ទូរស័ព្ទ AirPods iWatch អីអាចតាក់ទងមកជួសជុលបានបាទ Oppo Vivo អីទទួលធ្វើទាំងអស់ឲ្យតែបងមានបញ្ហាអញ្ចឹងណាអរគុណ